ជោគជ័យនៃអាកប្បាំងទី1ការស្រមោលស្រមៃច្រើនការស្រមោលស្រមៃច្រើនគ្រាន់តែក្តីស្រមោលស្រមៃចំនួនធំមួយមានអានុភាពដើម្បីបដូរអារម្មណ៍របស់អ្នកមនុស្សទូទៅអាកប្បាំងដំបូងដើម្បីខ្លាចខ្លួនខ្លាចជាមហាសេដ្ឋីគឺសាមញ្ញបំផុតការស្រមោលស្រមៃច្រើនត្រូវឲ្យខ្លួនអ្នកមានការស្រមោលស្រមៃមានការនឹកគិតមានការអណ្ដែតអណ្ដូងចង់បានអ្វីមួយជាមុនសិនថាតើអ្នកចង់បានជីវិតរបស់អ្នកខ្លាចជាបែបណាហើយការគិតអំពីចំនួនប្រាក់ដែលអ្នកចង់បាននិងប្រាក់របស់អ្នកដែលមានស្រាប់រាល់មនុស្សប្រុសស្រីដែលមានឈ្មោះល្បីល្បាញសុទ្ធតែចាប់ផ្ដើមពីការស្រមោលស្រមៃអ្វីមួយអស្ចារ្យតើហើយខុសពីអ្វីមួយដែលពួកគេមានសប្តាហ៍ថ្ងៃអ្នកដឹងហើយចម្រៀងមួយបានជឿនថាប្រសិនបើអ្នកមានការយល់សប្តិបាទជាចង់ខ្លាចជាការយល់សប្តិរបស់អ្នកខ្លាចជាការពិតវាជាការពិតសម្រាប់អ្នកនិងអ្នកផ្សេងទៀតត្រូវសម័យថាអ្នកអាចមានអ្វីទាំងអស់ក្នុងជីវិតរបស់អ្នកដោយគ្មានការកំណត់ឥឡូវនេះអ្នកសម័យថាអ្នកមានពេលវេលាមានប្រាក់មានការសិក្សាមានបទពិសោធន៍មានមិត្តភ័ក្តិមានការទំនាក់ទំនងមានធនធាននិងមានអ្វីទាំងអស់គ្រប់គ្រាន់ដែលអ្នកត្រូវការដើម្បីសម្រេចអ្វីមួយដែលអ្នកចង់បានក្នុងជីវិតរបស់អ្នកប្រសិនបើសក្តានុពលរបស់អ្នកប្រព្រឹត្តទៅដោយគ្មានការកំណត់តើអ្នកចង់បានជីវិតបែបណាសម្រាប់ខ្លួនអ្នកនិងគ្រួសាររបស់អ្នកការអនុវត្តការគិតត្រឡប់ពីអនាគតមកវិញនេះគឺជាវិធីមានឥទ្ធិពលណាស់ដែលត្រូវបានអនុវត្តឥតឈប់ឈរដោយមានឈ្មោះល្បីៗវិធីក្នុងការគិតនេះមានឥទ្ធិពលយ៉ាងអស្ចារ្យទៅលើគំនិតនិងអាកប្បកិរិយារបស់អ្នកខាងក្រោមនេះជារបៀបក្នុងការគិតអ្នកត្រូវរៀបចំធ្វើគម្រោងឲ្យខ្លួនឯងសម្រាប់រយៈពេល5ឆ្នាំខាងមុខហើយអ្នកត្រូវស្រមៃថារយៈពេល5ឆ្នាំនេះបានកន្លងហួសទៅហើយគិតថាជីវិតរបស់អ្នកឥឡូវនេះពោរពេញដោយភាពល្អឥតខ្ចោះគ្រប់ប្រការសួរខ្លួនឯងថាតើជីវិតរបស់អ្នកយ៉ាងដូចម្តេចដែរតើអ្នកកំពុងធ្វើអ្វីតើអ្នកកំពុងធ្វើការនៅឯណាតើអ្នករកលុយបានប៉ុន្មានតើអ្នកមានលុយប៉ុន្មានក្នុងធនាគារហើយតើជាភាពរស់នៅរបស់អ្នកយ៉ាងម៉េចដែរបង្កើតទស្សនវិស័យខ្លួនឯងសម្រាប់រយៈពេលយូរអង្វែងទៅអនាគតបន្តមកមានទស្សនវិស័យទៅលើសុខភាពសុភមង្គលវិបលភាពឲ្យកាន់តែច្បាស់ហើយអ្នកធ្វើដំណើរទៅរកវាកាន់តែលឿនពេលនោះវាក៏ធ្វើដំណើរមករកអ្នកក៏កាន់តែឆាប់ដែរនៅពេលដែលអ្នកបង្កើតរូបភាពនៅក្នុងគំនិតអ្នកច្បាស់ហើយថាតើអ្នកនឹងធ្វើអ្វីក្នុងជីវិតរបស់អ្នកហើយអ្នកត្រូវតែជំរុញចិត្តប្រាជ្ញាចិត្តធ្វើឲ្យខ្លាយទៅជាការពិតអ្នកត្រូវតែធ្វើឲ្យកើតមានឡើងនៅការច្នៃប្រឌិតពីធម្មជាតិហើយផុសចេញពីគំនិតបន្តពីគំនិតដែលជួយធ្វើឲ្យទស្សនវិស័យរបស់អ្នកខ្លាយជាការពិតអ្នកត្រូវតែតតន់ទៅរកការងារធ្វើដំណើរក្នុងទិសដៅការស្រមៃទស្សនវិស័យរបស់អ្នកគ្រប់សកម្មភាពដែលអនុញ្ញាតឲ្យខ្លួនឯងមានការស្រមោលស្រមៃវាពិតជាបង្កើតនូវជំនឿទុកចិត្តលើខ្លួនឯងហើយនឹងធ្វើឲ្យអ្នកចូលចិត្តនិងគោរពខ្លួនអ្នកកាន់តែខ្លាំងវានឹងធ្វើឲ្យកាន់តែប្រសើរឡើងនៅមនោភាពរបស់អ្នកនិងបង្កើតនៅកម្រិតការជឿជាក់លើខ្លួនឯងជាងនេះទៅទៀតវាក៏បង្កើតនៅកម្លាំងនៃការគោរពខ្លួនឯងនិងសុភមង្គលថោកខ្លួនផងដែរហើយមានកម្លាំងអ្វីមួយនៃការស្រមោលស្រមៃហើយនឹងទស្សនៈវិស័យគួរឲ្យអស្ចារ្យដែលអ្នកដាស់តឿនឲ្យអ្នកធ្វើអ្វីមួយដែលល្អជាងអ្នកធ្លាប់មានពីមុនមកខាងក្រោមនេះជាសំណួរសម្រាប់សួរហើយនឹងខ្លាចខ្លួនអ្នកបានច្រើនដងតើខ្ញុំគួរតែហ៊ានស្រមោលស្រមៃទៅលើវាទេបើខ្ញុំដឹងថាខ្ញុំអាចធ្វើវាបានប្រសិនបើអ្នកមានការធានាទូខុសត្រូវទាំងស្រុងទៅលើការទទួលជ័យជំនះក្នុងគោលបំណងមួយចំនួនក្នុងជីវិតរបស់អ្នកធំឬតូចប្រើរយៈពេលយូរឬឆាប់ដើម្បីធ្វើវាថាតើគោលបំណងរបស់អ្នកនោះគឺជាអ្វីហើយតើអ្នកហ៊ានស្រមោលស្រមៃថាពីវាទេបើអ្នកដឹងថាអ្នកអាចធ្វើវាបានអ្វីក៏ដោយដែលជាគោលបំណងរបស់អ្នកចូលសរសេរបន្ទុកឲ្យស្រមៃថាអ្នកបានធ្វើវាបានសម្រេចរួចនៅគោលបំណងនោះបន្តមកត្រឡប់មកគិតនៅពេលបច្ចុប្បន្នថាតើស្ថានភាពរបស់អ្នកឥឡូវនេះយ៉ាងម៉េចដែរ
តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីសម្រេចគោលបំណងរបស់អ្នកតើអ្នកគួរតែផ្លាស់ប្ដូរអ្វីក្នុងជីវិតរបស់អ្នកតើអ្វីដែលអ្នកគួរចាប់ផ្ដើមធ្វើអ្វីហើយអ្វីដែលអ្នកគួរតែបោះបង់នរណាខ្លះដែលនៅជាមួយអ្នកនរណាខ្លះដែលមិននៅជាមួយអ្នកប្រសិនបើថាក្នុងជីវិតរបស់អ្នកល្អប្រកាសហើយតើវាមើលទៅដូចជាអ្វីដែរអ្វីដោយដែលអ្នកបានធ្វើផ្សេងៗពីគ្នារួចចាត់ទុកវាទាំងនោះជាជំហានទី1នៅថ្ងៃនោះថ្ងៃនេះការស្រមោលស្រមៃជាចំណុចចាប់ផ្ដើមដើម្បីសម្រេចគោលបំណងនៃហិរញ្ញវត្ថុរបស់អ្នកហេតុផលតែមួយគត់ដែលមនុស្សជាច្រើនមិនបានទទួលជ័យជំនះទៅលើផ្នែកនេះពីព្រោះតែពួកគេទាំងអស់នោះដែលមិនគិតឬស្រមោលស្រមៃអំពីវាដែលពួកគេអាចធ្វើបានយ៉ាងវិញទៀតពួកមិនដែលព្យាយាមហើយពួកគេមិនដែលចាប់ផ្ដើមពួកគេបន្តធ្វើអ្វីដែលជាដដែលនៅលើហិរញ្ញវត្ថុហើយចំណាយអ្វីទាំងអស់ដែលពួកគេបាននឹងច្រើនជាងនេះទៅទៀតប៉ុន្តែនៅពេលដែលអ្នកចាប់ផ្ដើមស្រមោលស្រមៃអំពីការទទួលជោគជ័យហិរញ្ញវត្ថុហើយអ្នកចាប់ផ្ដើមផ្លាស់ប្ដូរវិធីដែលអ្នកបានឃើញដែលខ្លួនអ្នកនិងជីវិតរបស់អ្នកចាប់ផ្ដើមធ្វើវាបន្តិចម្ដងរហូតដល់ទិសដៅទាំងមូលរបស់អ្នកបានផ្លាស់ប្ដូរល្អជាងមុនការស្រមោលស្រមៃជាចំណុចចាប់ផ្ដើមដើម្បីសម្រេចគោលបំណងនៃហិរញ្ញវត្ថុរបស់អ្នកនឹងធ្វើឲ្យអ្នកខ្លាចខ្លួនជាស្ថិតដោយងាយហើយខ្លួនឯងលំហាត់អនុវត្តចូលធ្វើតារាងនៅអ្វីដែលអ្នកគូធ្វើឬមានចំណងចង់ធ្វើវាប្រសិនបើជឿជាក់ថាអ្នកអាចទទួលជោគជ័យបន្តមកសម្រាប់ចិត្តលើសកម្មភាពជាក់លាក់មួយហើយធ្វើវាភ្លាមៗ